បាទថ្ងៃនេះបាទខ្ញុំបាទធ្វើការបាទជិះម៉ូតូពីស្រុកដំបែបាទធ្វើដំណើរឆ្ពោះទៅខេត្តរតនគិរីដោយសារតែខ្ជិលជិះឡានណាបាទម៉ូតូខ្ញុំអាចទៅបានដែរឥឡូវចាប់ដើមហើយបាទខ្ញុំធ្វើការជិះពីស្រុកដំបែមកពីរាំងយប់ដែរបាទហើយឥឡូវនេះខ្ញុំបានធ្វើការឆ្លងកាត់តាមទីរួមស្រុកមេមត់បាទមកដល់មេមត់គឺឃើញថាព្រឹកល្មមបាទថ្ងៃរះហើយក៏ជួបនៅបងប្អូនយើងបាទប្រជាកសិករគាត់ធ្វើដំណើរទៅខាងចំការរបស់គាត់ក៏ដូចជាជួបនៅមិត្តភ័ក្តិខ្លះពូមីងបាទបងប្អូនយើងធ្លាប់ជាអ្នកលក់បន្លែឃើញគាត់ជិះម៉ូតូបាទដឹកបន្លែទៅលក់បាទនេះជាផ្លូវអតីតដែលខ្ញុំធ្លាប់ដឹកបន្លែទៅលក់ដែរបាទឃើញហើយក៏នៅសំណោះឥឡូវខ្ញុំបានមកដល់ប៉ុស្តិ៍ទិសបាទកន្លែងធ្លាប់ជិះធ្លាប់ឆ្លងកាត់ធ្លាប់ឈប់ឥឡូវខ្ញុំបាទមកសម្រាប់បន្តិចដើម្បីឲ្យត្រជាក់ម៉ាស៊ីនម៉ូតូព្រោះខ្ញុំធ្វើដំណើរមកឆ្ងាយដែរបាទពីទីរួមស្រុកដំបែបាទបងប្អូនយើងអ្នកលក់បន្លែអ្នកស្រុកមួយពីស្គាល់ហើយបាទប៉ុស្តិ៍ទិសនេះផ្លូវបំបែកទៅខាងបឹងជ្រោងទល់ព្រំដែននឹងវៀតណាមលើហត់ពេកក៏សម្រាប់បាទបន្តិចដើម្បីឲ្យត្រជាក់ម៉ាស៊ីនម៉ូតូព្រោះនេះជាកន្លែងអតីតដែលខ្ញុំធ្លាប់ឆ្លងកាត់យ៉ាងណាមានអនុស្សាវរីយ៍ឆ្លងកាត់តាមហ្នឹងបាទមកពីលក់បន្លែវិញតាមហ្នឹងបាទនេះជាម៉ូតូរបស់ខ្ញុំបាទសម្រាប់มันមានអីទេបាទប៉ុន្តែសុខភាពរបស់គាត់គឺនៅមាំបាទម៉ាស៊ីនគឺនៅណែនល្អអាចទុកចិត្តបានជិះធ្វើដំណើរបាទប្រកបដោយភាពទុកចិត្តអត់ភ័យបាទឥឡូវគាត់នៅសម្រាប់បន្តិចព្រោះយើងជិះមកពីស្រុកដំបែឥឡូវនេះចាប់ដើមចេញទៅទៀតហើយបាទឃើញថាថ្ងៃកំពុងតែរះចេញបាទថ្ងៃកំពុងតែរះហើយឥឡូវធ្វើដំណើរទៅទៀតវាឆ្ងាយដែរពីទីរួមចៃពីស្រុកដំបែមកដល់ស្រុកមេមត់ឃើញថាមេឃភ្លឺឡាស់បាទឥឡូវខ្ញុំធ្វើដំណើរចេញបន្តទៅទៀតហើយបាទដើម្បីស្រោតតន់ព្រឹកវាតិចផ្លូវណាបាទថ្ងៃបន្តិចគឺប្រហែលជាវាក្តៅផ្លូវហើយនេះផងដែរខ្ញុំជិះម៉ូតូគឺអត់តាន់មានបានហូបអីទេបាទគោលដៅរបស់ខ្ញុំប្រហែលជាទៅហូបអីនៅផ្សារស្នួលបាទបន្ទាប់មកគឺយើងធ្វើដំណើរឆ្ពោះទៅទីរួមខេត្តក្រចេះបន្ទាប់មកគឺយើងបាទឥឡូវខ្ញុំបាទវាវែងពេកបាទសូមកាត់វីដេអូឥឡូវនេះខ្ញុំបានមកដល់បាទទឹកដីនៃខេត្តស្ទឹងត្រែងតែម្ដងបាទកាត់ផុតខេត្តក្រចេះហើយដែរឥឡូវឃើញថាថ្ងៃអាស៊ីលហើយដែរមកពីមានមុនមកឃើញថាពីព្រលឹមឥឡូវនេះមកដល់ខេត្តស្ទឹងត្រែងគឺថាថ្ងៃល្ងាចមែនទែនហើយយើងអត់តាន់ដល់ទីរួមខេត្តស្ទឹងត្រែងទេមើលនៅក្នុង Google Map ប្រហែលជាខ្ទង់30គីឡូដីទៀតហើយយើងខ្ញុំគិតថាខ្ញុំសម្រាប់ចិត្តសម្រាប់នៅទីរួមខេត្តស្ទឹងត្រែងតែម្ដងបាទមួយយប់ដើម្បីព្រឹកឡើងធ្វើដំណើរបន្តទៅបាទទីរួមខេត្តរតនគិរីព្រោះវានៅឆ្ងាយដែរណាបាទអញ្ចឹងខ្ញុំមានតែសម្រាប់ចិត្តសម្រាប់នៅទីរួមខេត្តស្ទឹងត្រែងតែម្ដងបាទមកផ្លែកផ្នែកបងប្អូនណាបាទខានមកស្ទឹងត្រែងយូរហើយបាទតាំងពីឆ្នាំ2006 2007កាលនោះខ្ញុំនៅជាបាទព្រះសង្ឃបាទមានលោកគ្រូគាត់កាន់ជាចៅអធិការនៅវត្តហោងក៏នាំខ្ញុំមកលេងនៅស្រុកកំណើតរបស់គាត់នៅខេត្តស្ទឹងត្រែងឥឡូវនេះខ្ញុំបាទក៏បានធ្វើដំណើរឆ្លងតាមផ្លូវនេះម្ដងទៀតបាទតាំងពីឆ្នាំ2006មករហូតដល់ឥឡូវវាអាចថាជិត20វា20ឆ្នាំហើយបងប្អូនណាបាទ20ឆ្នាំហើយដែរឥឡូវខ្ញុំបាទធ្វើការជិះឲ្យឃើញថាខ្ញុំអត់មានចាំអីទេពេលនោះបាទវាយូរហើយដែរ20ឆ្នាំដឹងថាត្រឹមមានតែព្រៃឥឡូវនេះឃើញថាតាមដងផ្លូវក៏ដូចជាពុកម៉ែបងប្អូនយើងបាទប្រកបការងារបាទលក់ដូរបាទអត់ភ័យរឿងខ្វះម្ហូបខ្វះសាំងខ្វះអីទេបងប្អូនណាមានតាមពីការ៉ាសាំងលក់នៅភេសជ្ជៈគ្រប់មុខហើយបងប្អូនយើងនៅខាងស្រុកនេះគឺថាប្រកបការងារជាអ្នកបាទស្រែចម្ការដូចយើងណាបងបាទមានដាំស្រូវចន្ទទីដាំកៅស៊ូបាទឃើញថាដូចពីខាងស្រុកមួយមុតបងខ្ញុំមានដែរឥឡូវនេះបាទខ្ញុំមកដល់ក្រុងស្ទឹងត្រែងហើយបាទឡលីឡាយណូលីឡាយបាទគាត់មានលក់ភេសជ្ជៈគ្រប់មុខនៅក្រុងស្ទឹងត្រែងឥឡូវឃើញថាបាទមកដល់ចិត្តដល់ទីរួមខេត្តស្ទឹងត្រែងហើយបាទថ្ងៃក៏វាចាប់ផ្ដើមចិត្តដល់អស់ហើយបាទចិត្តលេចហើយយើងខ្ញុំក៏ស្លាច់ចិត្តថានឹងធ្វើទៅរកកន្លែងដែលមានស្នាក់នៅយ៉ាងណាបាទប្រហែលជាស្នាក់នៅផ្ទះសំណាក់ឲ្យមើលទៅបាទមកយប់អីយ៉ាស្អីស្អាតអស់សាំងហើយយ៉ាម៉ូតូវិញចាស់បាទមិនហ៊ានទៅក្បែរស្អីស្អាតទេហើយខ្ញុំគាត់ថាចង់ចាក់សាំងម៉ូតូឲ្យហើយបានទុកលុយដូចជាសំណាក់សិនចាំព្រឹកឡើងចាំគិតទៀតដោយសារតែយើងចាក់រឹងច្រើនហើយ